បានជោគជ័យព្រោះក្តីក្លាហានកាលគ្រាព្រះសម្មាសម្ពុទ្ធគង់នៅក្នុងវត្តចេតវ័នព្រះអង្គបានប្រារព្ធជាតកដល់ភិក្ខុនិន្ទៈដែលចង់លះបង់ភ្នួរដើម្បីទៅយកនាងទេពអប្សរឲ្យងាកមកតាំងចិត្តក្នុងការប្រព្រឹត្តធម៌រហូតបានសម្រេចព្រះអរហន្តដែលមិនមែនទៅតែពេលនេះទេសូម្បីតែពេលមុនក៏និន្ទៈជឿតាមការដាស់តឿនឲ្យបានសម្រេចជោគជ័យដូចគ្នាដែរមានសេចក្តីដំណើរថាកាលកន្លងទៅគ្រាព្រះបាទព្រហ្មទត្តសោយរាជ្យនៅក្រុងពារាណសីកាលនោះតថាគតកើតជានាយហដ្ឋាចារ្យដែលជាគ្រូបង្វឹកដំរីមានមុខងារមើលថែទាំដំរីព្រះទីនាងនៅឯនគរផ្សេងមួយទៀតថ្ងៃមួយព្រះរាជានៃនគររបស់នាយហដ្ឋាចារ្យបានលើកទ័ពទៅវាយនគរពារាណសីដោយមានពលសេនាជាច្រើនអនេកហើយនាយហដ្ឋាចារ្យក៏ទៅតាមជាមួយផងដែរពេលលើកទ័ពទៅដល់ក្រុងពារាណសីគេក៏ឡោមព័ទ្ធនៅពីខាងក្រៅកំពែងក្រុងព្រះបាទព្រហ្មទត្តដឹកនាំទ័ពចេញមកច្បាំងដោយផ្ទាល់ដោយចោលលំពែងនិងបាញ់ធ្នូសម្ដៅដំរីព្រះទីនាងរបស់ព្រះរាជាខាងសត្រូវដំរីព្រះទីនាងខ្លាចត្រូវធ្នូក៏ថយមកក្រោយធ្វើឲ្យក្បួនទ័ពបែកខ្ញែកមិនអាចចូលទៅជិតកំពែងក្រុងបាននាយហដ្ឋាចារ្យឃើញអរិយាបថរបស់ដំរីដូច្នេះក៏និយាយដាស់តឿនថាអ្នកជាកម្លាំងដ៏សំខាន់របស់ព្រះរាជាគេបង្វឹកហាត់អ្នកមកដើម្បីឲ្យធ្វើចម្បាំងគ្រានេះដល់ពេលដែលអ្នកត្រូវសម្ដែងសេចក្តីក្លាហានហើយហេតុអ្វីត្រូវភ័យខ្លាចបែបនេះទៅវិញដំរីព្រះទីនាងស្ដាប់ឮដូច្នោះក៏ស្រាប់តែចិត្តក្លាហានឡើងវិញហើយក៏រត់ចូលទៅបុកទម្លាយទ្វារក្រុងដើម្បីឲ្យកងទ័ពចូលទៅវាយលុកដណ្ដើមក្រុងពារាណសីបានសម្រេចគ្រានោះទៅកាលក្រោយមកដំរីព្រះទីនាងកើតជាភិក្ខុនិន្ទៈរីឯនាយហដ្ឋាចារ្យគឺជាអង្គតថាគតអ្នកមានសេចក្តីក្លាហានតែងនាំខ្លួនឲ្យផុតពីគ្រោះភ័យទាំងពួងរឿងសត្វលានិងសត្វសេះកាលគ្រាព្រះសម្មាសម្ពុទ្ធគង់នៅវត្តចេតវ័នព្រះអង្គបានលើកជាតកមកសម្ដែងអំពីបុរស500នាក់ទូបានបរិភោគអាហារឆ្ងាញ់ដែលនៅសល់ពីឧបាសកចំនួន5នាក់ក៏ដោយក៏ពួកគេមានចិត្តរីករាយហើយនាំគ្នារាំច្រៀងយ៉ាងសប្បាយចំណែកឧបាសកទាំង500នាក់នោះវិញទោះបីជាពួកគេបានបរិភោគអាហារឆ្ងាញ់បំផុតក៏ពួកគេចេះរក្សាឥរិយាបថស្ងៀមស្ងាត់ជាធម្មតាមានសេចក្តីដំណាលថាកាលកន្លងទៅគ្រាព្រះបាទព្រហ្មទត្តសោយរាជ្យនៅក្រុងពារាណសីកាលនោះតថាគតកើតជាបុរោហិតមានតួនាទីថ្វាយការបង្រៀនព្រះរាជាពីរឿងអដ្ឋធម៌គ្រាមួយមានចៅមួយក្រុមចេញមកប្លន់អ្នកស្រុកនៅតំបន់ជនបទហើយព្រះបាទព្រហ្មទត្តក៏ចាត់ទ័ពសេះចំនួន500ចេញទៅជាមួយបុរោហិតលុះបង្ក្រាបពួកចៅបានជោគជ័យហើយបុរោហិតក៏ឲ្យទាហានយកទឹកដែលចម្រាញ់ពីផ្លែច័ន្ទទៅឲ្យសេះផឹកដើម្បីជារង្វាន់សេះ
បានផឹកគ្រប់ទាំង500ហើយតែមាននៅសល់ទឹកជាច្រើនទៀតទើបព្រះរាជាបញ្ជាឲ្យយកទៅឲ្យលាចំនួន500ក្បាលដែលមានតួនាទីជញ្ជូនស្បៀងបានផឹកផងដែរពេលបានផឹកទឹកដ៏ឆ្ងាញ់នោះពួកលាក៏ត្រេកអរលោតកញ្ឆែងនៅពេញមុខព្រះរាជវាំងព្រះរាជាទតឃើញដូច្នោះក៏សួរទៅប្រោហិតថាហេតុអ្វីបានជាថ្ងៃនេះពួកសត្វលាដូចជាសប្បាយប្លែកម្ល៉េះប្រោហិតក្រាបទូលតបទៅវិញថាសត្វលាជាសត្វគ្មានសិលគ្មានបញ្ញាគ្រាន់តែបានផឹករបស់សំណល់មានរសជាតិឆ្ងាញ់ពួកវាក៏ត្រេកអរនឹងភ្លើតភ្លើននឹងរសជាតិនេះចំណែកសេះជាអ្នកមានបញ្ញាមានសិលទោះបីជាបានផឹករបស់ដែលមានរសជាតិឆ្ងាញ់បំផុតក៏មិនសម្ដែងអរិយាបថភ្លើតភ្លើនអ្វីឡើយព្រះរាជាបានព្រះសណ្ដាប់ឮដូច្នេះហើយក៏បញ្ជាឲ្យដេញលាសត្វទាំងនោះចេញពីទីលានអស់ទៅកាលក្រោយមកសត្វលាទាំង500នោះកើតជាបុរសទាំង500នាក់ចំណែកសត្វសេះទាំង500គឺជាឧបាសកទាំង500នាក់អ្នកមានសិលមានបញ្ញាទោះបីជាទទួលលាភជ័យប្រសើរក៏គេនៅតែចេះរក្សាឥរិយាបថនិងនៅជាដដែល